ជប៉ុនបានដាំពង្រាយនៅមីស៊ីរយៈចម្ងាយឆ្ងាយនិងយន្តហោះគ្មានមនុស្សបើកដើម្បីទុកទប់ទល់ជាមួយនឹងប្រទេសចិនបើតាមការប្រកាសរបស់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនបានឲ្យដឹងថាប្រទេសជប៉ុននេះបានដាក់ពង្រាយនៅប្រព័ន្ធមីស៊ីលដ៏ទំនើបនៅតាមដែនកោះរបស់ខ្លួនកាលពីសប្តាហ៍មុនដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសទប់ទល់ជាមួយនឹងសត្រូវប្រព័ន្ធមីស៊ីលដ៏ទំនើបដែលប្រទេសជប៉ុននេះបានដាក់ពង្រាយនោះគឺជាប្រភេទមីស៊ីលថែប12ដែលប្រទេសនេះបានធ្វើទំនើបកម្មឲ្យវាអាចបាញ់បានឆ្ងាយជាងមុននិងខ្លាំងក្លាជាងមុនបើតាមការលើកឡើងរបស់អ្នកវិភាគបានឲ្យដឹងថាមីស៊ីលមួយប្រភេទនេះគឺអាចបាញ់ដល់រយៈចម្ងាយរហូតដល់1000គីឡូម៉ែត្រឯណោះខណៈពេលដែលមីស៊ីលគំរូដើមនោះគឺអាចបាញ់ដល់រយៈចម្ងាយត្រឹមតែ100គីឡូម៉ែត្រតែប៉ុណ្ណោះបើយោងទៅតាមការចុះផ្សាយនៅទីភ្នាក់ងារសារព័ត៌មានអាប៉េបានឲ្យដឹងថាមីស៊ីលថែប12នេះគឺត្រូវបានអភិវឌ្ឍនិងត្រូវបានផលិតឡើងទៅដោយក្រុមហ៊ុន Mitsubishi Heavy Industries ហើយវាគឺជាប្រភេទមីស៊ីលដែលផលិតក្នុងស្រុករបស់ប្រទេសជប៉ុនតែបន្តតែម្ដងដែលមានសមត្ថភាពខ្លាំងនិងអាចបាញ់កំទេចគោលដៅបានចំល្អបើតាមការប្រកាសរបស់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុននៅលើបណ្ដាញសង្គមកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026កន្លងទៅបានឲ្យដឹងថាពួកគេបានដាក់ពង្រាយនៅមីស៊ីលថែម12និងយន្តហោះគ្មានមនុស្សបើកស៊ើបការនៅលើកោះ Minamitō-Rishima កាលពីខែមិថុនាកន្លងទៅហើយកោះ Minamitō-Rishima នេះគឺជាផ្នែកមួយនៃប្រជុំកោះ Ogasawara ដែលមានរយៈចម្ងាយប្រមាណ2000គីឡូម៉ែត្រស្ថិតនៅភាគអាគ្នេយ៍នៃកោះ Honshu ដែលជាកោះដ៏យុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសជប៉ុនជាមួយគ្នានេះផងដែរក្រុមអ្នកវិភាគបានចាត់ទុកការដាក់ពង្រាយនៅប្រព័ន្ធមីស៊ីលថែម12នេះថាគឺជាផ្នែកមួយនៃផែនការរបស់ប្រទេសជប៉ុននៅក្នុងការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកដើម្បីឆ្លើយតបជាមួយនឹងបញ្ហាប្រឈមដែលកំពុងតែកើនឡើងនៅក្នុងតំបន់ជាពិសេសនោះគឺភាពតានតឹងជាមួយនឹងមហាយៈចិននៅតាមបណ្ដាប្រជុំកោះរបស់ប្រទេសជប៉ុននោះឯងបើយោងទៅតាមការចាប់ផ្សាយនៃទីភ្នាក់ងារសារព័ត៌មាន NHK របស់ប្រទេសជប៉ុនបានឲ្យដឹងថាកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុននេះបានអះអាងថាពួកគេបានធ្វើតេស្តនៅប្រព័ន្ធមីស៊ីលថែម12នេះរួចរាល់ហើយថាគ្រឿងបរិក្ខារដែលបានដាក់ពង្រាយទាំងអស់នោះអាចដំណើរការបានហើយនៅលើកោះទាំងនោះកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុននេះមានក្តីសង្ឃឹមថាពួកគេអាចនឹងចាប់ផ្ដើមធ្វើសមយុទ្ធបាញ់ក្របពិតនៅដើមឆ្នាំក្រោយពោលគឺនៅអំឡុងខែមេសាឆ្នាំ2027ខាងមុខនោះហើយងាកចេញអំពីប្រទេសជប៉ុនទៅឥឡូវយើងមកចាប់អារម្មណ៍តាក់ទងជាមួយនឹងបញ្ហាដែលកំពុងតែប្រឈមនៅក្នុងប្រទេសអាល្លឺម៉ង់វិញដូចយើងដឹងស្រាប់ហើយអ្នកទាំងអស់គ្នានៅក្នុងតំបន់អឺរ៉ុបហ្នឹងគឺកំពុងតែប្រទះជាមួយនឹងអាកាសធាតុក្តៅខ្លាំងមែនទែនបាទជាស្ដែងនៅក្នុងប្រទេសអាល្លឺម៉ង់ហ្នឹងក៏មិនខុសគ្នាអីដែរបាទពីព្រោះតែអាល្លឺម៉ង់ហ្នឹងគឺស្ថិតនៅក្នុងតំបន់អឺរ៉ុបនោះឯងតាមរយៈរូបភាពប្រមាណសន្លឹកដែលគេបានបង្ហោះនៅលើបណ្ដាញសង្គមហ្នឹងធ្វើឲ្យមានការល្បីខ្លាំងមែនទែនបាទនោះគឺរូបភាពតាក់ទងជាមួយនឹងផ្លូវរថភ្លើងអគ្គិសនីដែលដោយសារតែអាកាសធាតុក្តៅខ្លាំងពេកនោះវាបានបណ្ដាលឲ្យកៅស៊ូដែលនៅជិតផ្លូវនឹងរលាយតែម្ដងបាទដោយសារតែអាកាសធាតុក្តៅខ្លាំងពេកដូចយើងដឹងស្រាប់ហើយអ្នកទាំងអស់គ្នាផ្លូវរថភ្លើងនឹងពេលច្រើនគេបង្កប់ដែកនៅក្នុងនឹងក៏ប៉ុន្តែដោយសារតែអាកាសធាតុក្តៅខ្លាំងពេកវាបានបណ្ដាលឲ្យដែកនឹងវាក្តៅអញ្ចឹងទៅកៅស៊ូនៅជិតផ្លូវនឹងបែរទៅជារលាយហើបចេញមកខាងក្រៅតែម្ដងបាទមិនដឹងថាអាកាសធាតុក្តៅប៉ុណ្ណាទេអ្នកទាំងអស់គ្នាអើយបាទទៅបានជារហូតដល់ធ្វើឲ្យថ្នល់កៅស៊ូនោះរលាយបាទអញ្ចឹងតាព័ត៌មាននៃយ៉ាងណាយ៉ាងណីនោះយើងនឹងស្ដាប់ទាំងអស់គ្នាបាទរលកកម្ដៅដ៏ខ្លាំងក្លាបំផុតកំពុងតែវាយប្រហារលើតំបន់អឺរ៉ុបគណៈសីតុណ្ហភាពបានហក់ឡើងដល់កម្រិតខ្ពស់ដល់ថ្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់រលាយសូម្បីតែផ្លូវរថភ្លើងអគ្គិសនីនឹងបានប្រហើបមកខាងលើនៅតាមផ្លូវល្បឿនលឿនបើយោងទៅតាមការចុះផ្សាយនៅទីភ្នាក់ងារសារព័ត៌មាន Anadolu កាលពីថ្ងៃអង្គារទី30ខែមិថុនាឆ្នាំ2026កន្លងទៅបានឲ្យដឹងថាតំបន់មួយចំនួននៅក្នុងប្រទេសនេះបានកត់ត្រានៅក្នុងសីតុណ្ហភាពបានហក់ឡើងក្តៅបំផុតរហូតដល់41អង្សាសេណោះហើយរលកកម្ដៅដ៏ក្តៅខ្លាំងក្លាបែបនេះវាមិនមែនត្រឹមតែបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេសូម្បីតែសំណង់ហត្ថរចនាសម្ព័ន្ធនានានៅក្នុងប្រទេសនេះក៏រងផលប៉ះពាល់ដូចគ្នាផងដែរអ្វីដែលដឹងស្មានមិនដល់នោះគឺសូម្បីតែផ្លូវរថភ្លើងអគ្គិសនីក៏ទប់ទល់លែងជាប់ដោយរលកកម្ដៅបានលេបត្របាក់និងធ្វើឲ្យរលាយឡើងឈាមតែម្ដងដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Leipzig ដែលបង្កមានផលរំខាននិងរាំងស្ទះដល់ការធ្វើដំណើរនៅក្នុងទីក្រុង
មិនត្រឹមតែប៉ុណ្ណោះទេផ្លូវល្បឿនលឿន A1 ដែលមានទីតាំងស្ថិតនៅជិតទីក្រុង Hamburg និងផ្លូវល្បឿនលឿន A10 ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Berlin និងផ្លូវល្បឿនលឿន A9 ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Saxony-Anhalt ដែលមានទីតាំងស្ថិតនៅភាគកណ្ដាលនៃប្រទេសក៏ត្រូវបានបាក់ស្រុតនិងប្រេះហើរផងដែរដោយសារតែរលកកម្ដៅក្តៅខ្លាំងពេកនឹងធ្វើឲ្យបេតុងមិនមានចលនាគ្រប់គ្រាន់សម្រាប់រីកមាននៅពេលដែលប៉ះពាល់ជាមួយនឹងកម្ដៅក្តៅខ្លាំង